ពីរបៀបនៃការតម្លើង HDD ចឹងអឺមុននឹងការធ្វើការតម្លើង HDD យើងត្រូវយល់ថាតើ HDD ហ្នឹងគឺជាអ្វីចឹង HDD ហ្នឹងមកពីពាក្យពេញថា hard disk drive ដែលវាគឺជាឧបករណ៍សម្រាប់ផ្ទុកទិន្នន័យប្រើប្រាស់ជាសកលហើយ HDD ហ្នឹងគឺជាឧបករណ៍ផ្ទុកប្រភេទចាស់ជាង SSD ចឹងលក្ខណៈសំខាន់របស់វាគឺវាប្រើ magnetic ដែលបង្វិលដើម្បីផ្ទុកទិន្នន័យហើយទី2វាមាន read write ហើយនិង head សម្រាប់ចូលប្រើទិន្នន័យទី3វាគឺជាប្រភេទ non volatile ហើយទី4គឺវាវាស់ទំហំជាទូទៅហ្នឹងគឺគិតជា gigabyte ឬក៏ terabyte ហើយសម្រាប់អត្ថប្រយោជន៍របស់វាគឺវាមានតម្លៃថោកជាង SSD ហើយវាថោកជាង SSD មែនប៉ុន្តែវាអាចផ្ទុកទិន្នន័យបានច្រើនហើយមួយទៀតគឺវាល្អសម្រាប់ការផ្ទុកទិន្នន័យរយៈពេលវែងចំពោះគុណវិបត្តិរបស់វាវិញគឺវាយឺតជាង SSD នៅពេលដែលយើងរាយវាហើយនឹងរីកវាហើយទី2នោះគឺវាធ្វើឲ្យផ្នែកម៉ាស៊ីនចល័តហ្នឹងគឺបណ្ដាលឲ្យងាយខូចចំណែកទី3គឺវាបង្កើតសំឡេងនិងកម្ដៅនៅពេលប្រើប្រាស់ប៉ុន្តែសម្រាប់ការប្រើប្រាស់របស់វាវិញគឺយើងប្រើសម្រាប់ជាទូទៅគឺសម្រាប់ផ្ទុកឯកសារដែលមានរូបភាពវីដេអូឬក៏ឯកសារផ្សេងហើយវាមួយទៀតគឺជា drive សម្រាប់ backup ហើយវាត្រូវបានប្រើនៅក្នុង server ឬក៏ desktop ហើយដែលត្រូវការផ្ទុកច្រើនក្នុងតម្លៃសមរម្យហើយយើងចូលមកដល់ចំណុចចុងក្រោយគឺនិយាយអំពីការប្រៀបធៀប HDD និង SSD អញ្ចឹងលក្ខណៈរបស់វាគឺ HDD ហ្នឹងល្បឿនរបស់វាគឺយឺតជាងចំណែក SSD គឺលឿនជាង HDD ចូលមកដល់ភាពរឹងមាំរបស់វាវិញគឺ HDD ខ្សោយជាងចំណែក SSD គឺរឹងមាំហើយចូលមកដល់តម្លៃគឺ HDD នឹងថ្លៃជាងហើយចំពោះសមត្ថភាពផ្ទុកគឺ HDD វាផ្ទុកបានខ្ពស់ច្រើនតែទំហំតិចជាង HDD អញ្ចឹងសំឡេងវាចំពោះ HDD មានសំឡេងចំណែក SSD គឺស្ងៀមហើយបន្ទាប់ពីយើងបានដឹងពីលក្ខណៈមួយចំនួននៅក្នុង HDD ហើយយើងចូលទៅដល់ការតម្លើងវាអញ្ចឹងបន្ទាប់ពីយើងដឹងពីនិយមន័យវាខ្លះហើយយើងចូលមកដល់របៀបនៃការតម្លើងវាអញ្ចឹងសម្រាប់ការធ្វើ HDD ហ្នឹងគឺខ្ញុំធ្វើវានៅលើ Linux អានេះខ្ញុំគ្រាន់តែចូលមេរៀនសិនដើម្បីប្រាប់អ្នកទាំងអស់គ្នាអញ្ចឹងជំហានដំបូងនៃការតម្លើងវាទី1យើងត្រូវតា connect HDD ហ្នឹងមកកាន់កុំព្យូទ័ររបស់យើងតាមរយៈ SATA ឬក៏តាមរយៈ USB ឬក៏ SATA ជាដើមបន្ទាប់មកយើងត្រូវ detect new HDD នឹងមានន័យថាយើងត្រូវបើក terminal ហើយ run command មួយចំនួនដូចជា command នេះហើយយើងត្រូវប្រកាសថាវាគឺអត់បានត្រូវប៉ះពាល់នៅក្នុង command new SDA ហើយទី3គឺយើងត្រូវ partition HDD មានន័យថាrunបែបនេះដើម្បីបង្កើត partition នឹងហើយយើងចូលមកដល់ចំណុចទី4គឺយើងត្រូវ format partition ដែលយើងបានបង្កើតនឹងចូលមកដល់ចំណុចទី5គឺយើងត្រូវបង្កើតនៅ amount point មានន័យថាយើងត្រូវបង្កើតនៅ directory មួយចំពោះdrive ដែលយើងបានបង្កើតថ្មីនឹងចូលមកដល់ទី6គឺយើងត្រូវចាំរហូតដល់វាបានបង្កើតបន្ទាប់មកយើងត្រូវ reboot វាចូលមកដល់ចំណុចទី7គឺយើង set វា auto mount ក៏បានឬក៏យើងអត់ចង់ធ្វើបែបហ្នឹងក៏បានដែរហើយកន្លែងនេះគឺជាកន្លែងដែលយើង edit វានៅក្នុង HDD របស់យើងនឹងដំបូងគឺយើងត្រូវ get UUID នៃ drive របស់យើងសិនបន្ទាប់ពីយើងទទួលបានហើយយើងត្រូវបើកវានៅក្នុង S tab
បន្ទាប់ពីយើងបើកវានៅក្នុង Ice Tab ហើយគឺយើងត្រូវ add line នៅ button យើងត្រូវ add line នៅ button របស់វា បន្ទាប់មកយើងយកឈ្មោះ UUID ដែលយើងបានស្គាល់ហ្នឹងបំលែងយើងយកកន្លែង XX នេះបំលែងដាក់ទៅជាឈ្មោះមានន័យថាដាក់ទៅជាលេខនៅក្នុង UUID របស់យើងនឹងធម្មតាយើងបង្កើត HDD ហ្នឹងគឺយើងមានលេខឯត្រូវទេអញ្ចឹងយើងត្រូវយកកន្លែងលេខហ្នឹងជំនួសនៅក្នុង UUID នេះហើយបន្ទាប់មកគឺយើងបង្កើតបានHDD ហ្នឹងបាន success ហើយអញ្ចឹងអានេះគឺជាមេរៀនដែលខ្ញុំចង់ប្រាប់អ្នកនរគ្នាគឺខ្ញុំអត់ទាន់ដាក់របៀបធ្វើទេអញ្ចឹងជាចុងក្រោយអរគុណអ្នកនរគ្នាដែលបានមើលការវីដេអូនេះតាំងពីដើមរហូតដល់ចប់បាយបាយជំរាបលាអ្នកនរគ្នា